មាសនៅពេលនេះគឺជារូបិយប័ណ្ណដ៏ធំបំផុតទី2លោករ៉េដាលីអូបានលើកឡើងអំពីរបៀបនៃសង្គ្រាមដើមទុនដែលជំរុញឲ្យអ្នកវិនិយោគងាកទៅរកមាសនៅពេលដែលអ្នកវិនិយោគសួរខ្ញុំថាតើពួកគេគួរទិញឬក៏លក់មាសដោយផ្អែកលើថាតើខ្ញុំគិតថាវាឡើងឬក៏ចុះខ្ញុំប្រាប់ពួកគេថានោះគឺជាសំណួរយុទ្ធវិធីបន្ទាប់បន្សំព្រោះពួកគេគួរតែចាប់ផ្ដើមដោយសួរខ្លួនឯងជាមុនសិនថាតើចំនួនមាសប៉ុន្មានដែលពួកគេគួរតែមាននៅក្នុងយុទ្ធសាស្ត្របែងចែកទ្រព្យសកម្មរបស់ពួកគេនៅពេលដែលខ្ញុំមើលទៅលើចំណុចនេះក្នុងការវិភាគផ្ទាល់ខ្លួនរបស់ខ្ញុំនេះគឺនៅចន្លោះពី5ទៅ15%អាស្រ័យទៅលើទ្រព្យសកម្មផ្សេងទៀតដែលមាននៅក្នុងផលប័ត្រនិងចំណង់ហានិភ័យរបស់អ្នកវិនិយោគ